शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामिរឿងភាសា25ហ្នឹងយើងចាំគោលទៅមិនលំបាកចាំទេពីព្រោះវាមាន8នោះដោយឡែករួចទៅវាមាន3ហ្នឹងវាមាន5ហើយបន្ថែមលោកយៈលោកតរៈ2ទៀតគ្រប់បាត់ហើយផ្នែកខាងវេទនា3ហើយផ្នែកខាងកុសលអកុសលអព្យាក្រឹតនឹង3ទៀត6ផ្នែកខាងកាមផ្នែកខាងរូបអរូប3ទៀត9នៅ3អាយ៉ាងសញ្ញតៈផាសោណាអនិមិត្តៈផាសោនោះសិតអាយ៉ាងទាំងអស់ប្រែទៅនេះការកំណត់ដឹងថានេះគឺណាអាយ៉ាងអបនេតៈផាសោសំបីផាសៈដែលប្រព្រឹត្តទៅក្នុងសញ្ញតៈវិមោកគឺសូនចរិយៈទុសៈមោហៈនេះណានៅក្នុងអរិយមគ្គទេដែលសូនចរិយៈទុសៈមោហៈដែលចម្រើនដោយអនត្តានុបស្សនាហើយក្នុងអនិមិត្តៈគឺមិនមាននិមិត្តគឺរាគៈទោសៈមោហៈជានិមិត្តអបនិហិតៈគឺមិនតម្កល់រាគៈទោសៈមោហៈនឹងសំដែងក្នុងអរិយមគ្គដែលសម្រេចអំពីអនត្តានុបស្សនាអនិច្ចានុបស្សនានិងទុក្ខានុបស្សនាណានឹងភាសាដែលប្រព្រឹត្តទៅនឹងនៅក្នុងវិមោកទាំង3ហ្នឹងវិមោកហ្នឹងសញ្ញតវិមោខៈដោយអំណាចចម្រើនសញ្ញតានុបស្សនាឬក៏អនត្តានុបស្សនាហ្នឹងណាប្រែថាសូនគឺសូនចរិយៈទុសៈមោហៈអនិមិត្តៈប្រែថាមិនមាននិមិត្តរាគៈទុសៈមោហៈជានិមិត្តជាគ្រឿងសម្គាល់ណាជាគ្រឿងសម្គាល់បុគ្គលយ៉ាងនេះយ៉ាងណាអញ្ចឹងទៅគឺថារាគៈទុសៈមោហៈហ្នឹងវាមិនមានដោយអំណាចនៃអនិច្ចានុបស្សនាដែលនាំឲ្យបាននៅអរិយមគ្គជាអនិមិត្តវិមោកហើយអបនិហិតវិមោកគឺអបនិហិតមិនតម្កល់ទុកនៅរាគៈទុសៈមោហៈហ្នឹងដោយទុក្ខានុបស្សនាកំណត់ដឹងសង្ខារធម៌ជាទុក្ខដល់បានវិមោខៈគឺអរិយមគ្គហ្នឹងទៅឈ្មោះថាអបនិហិតវិមោខៈភាសៈនៅក្នុងវិមោខៈហ្នឹងមានភាសៈទៅមានវិមោខៈទាំង3ហ្នឹងទៀតណាភាសៈហ្នឹងវានាំឲ្យមានវិមោខៈហ្នឹងនាមធម៌ដែលប្រព្រឹត្តទៅក្នុងការដឹងនៅអារម្មណ៍ហ្នឹងសំបីតែមាននិព្វានជាអារម្មណ៍ហ្នឹងក៏សម្រេចបានដោយភាសៈហ្នឹងជាបតតឋានជាបច្ច័យហ្នឹងផងដែរហ្នឹង3ទៅណាបាន3 4ដងហើយបានអាយ៉ាងណាលោកយៈផាសោអាយ៉ាងលោកត្រៈផាសោអានឹង2ហើយវាមាន3ទៀតអាយ៉ាងណាអតីតផាសោអាយ៉ាងអនាគតផាសោអាយ៉ាងបច្ចុប្បន្នផាសោណារួចបានជានិតិបស្សតិអាយ៉ាងញាតបរិញ្ញាការដែលដឹងការដែលកំណត់ដឹងថានេះជាភាសៈទាំង25ហ្នឹង3 5ដង15ហើយណា3 5ដងហ្នឹង5ហ្នឹង1ពួកវេទនា2ពួកកុសលអកុសលអព្យាក្រឹតណា3ផ្នែកខាងកាមារូបាអរូបាហើយ3ទៀតផ្នែកខាងសញ្ញតៈអនិមិត្តៈអបនិហិតៈហើយ3ទៀតខាងកាលបច្ចុប្បន្នអនាគតហើយអតីតអនាគតបច្ចុប្បន្នហ្នឹង5 3ដង15ហើយលោកយៈនិងលោកត្រៈ2ទៀត17និង8ខាងដើមវា25ភាសៈ25ព្រះសិរីបុត្រលើកយកមកសម្ដែងហ្នឹងបកណាគុណចាស់ញាតិញោមហ្នឹងសិក្សាអំពីភាសៈដែលជាធัวគួរកំណត់ដឹងឲ្យឃើញ
រាល់ពេលដែលនាមធัวកើតឡើងប្រព្រឹត្តទៅក្នុងជីវិតរាល់ថ្ងៃនេះណាកុំឲ្យវាជ្រុកងប់ទៅប្រកាន់ក្នុងអារម្មណ៍ណាគឺក៏ត្រូវតែកំណត់ដឹងនៅនាមធัวនឹងឯងឲ្យឃើញថាវាមិនមែនយើងទេនាមធัวនឹងអាស្រ័យផាសៈតែប៉ុណ្ណោះឲ្យឃើញអញ្ចឹងទៅបានដឹងនាមរូបទៀតស្គាល់រូបធัวនាមធัวរឿយទៅបានឃើញបដិច្ចសមុបាទធัวតែតែឃើញនាមរូបសិនទៀតឃើញនាមរូបនឹងឯងអាស្រ័យបច្ច័យកើតឡើងអត់មានគូភ័យខ្លាចតក់ស្លុតអីក្នុងនាមរូបនឹងសោះណាអានឹងវាលែងឃើញថាមានជាសត្វជាបុគ្គលហើយណានៅក្នុងនាមរូបហ្នឹងក្នុងជីវិតនេះវាមានតែនាមរូបនឹងឯងប្រព្រឹត្តទៅនោះណាអាស្រ័យអាហារហើយយើងពិចារណាសិក្សាសពគ្រប់ទាំងអស់អ្នកអត់អ្នកក្លៀននោះលំបាកលំបិនក្នុងការបរិភោគហេមលហាមរស់អីបរិភោគមិនមានហើយគួរបើទេដែលយើងទៅត្រេកអររីករាយនឹងអាហារបរិភោគរោគប្រណិតរោគទំនើបណាតាំងពីទីកន្លែងតាំងពីភេជ្ជៈហើយសប្បាយទៅក្នុងការបរិភោគហ្នឹងកាលណាបើយើងនឹកឃើញដល់អ្នកដែលអត់ឃ្លានលំបាករហេមរហាមរោគអាហារអីបរិភោគរហូតដល់ឃ្លានពេកបរិភោគរបស់សៅម៉ងស្មោកគ្របខ្ទុះឈាមសពគ្រប់អត់ទាំងមានស្អីបរិភោគទៀតនរកប្រែតហើយយើងមើលទៅបានឃើញទោសនៃវដ្តសង្សារមិនគួរដើម្បីមានឆន្ទរាគៈទៅក្នុងអាហារបរិភោគទេព្រោះអានេះវានៅក្នុងវដ្តជាមួយតែគ្នាទេមិនតាន់រួចអំពីវដ្តមិនតាន់រួចអំពីអាសភាពអត់ឃ្លានលំបាករហេមរហាមរួចទៅបានកើតបញ្ញាឡើងទៀតឃើញថាការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យពិចារណានៅបច្ច័យ4អាហារបរិភោគនេះគឺប្រព្រឹត្តទៅដើម្បីកុំឲ្យវាមានឆន្ទរាគៈក្នុងអាហារបរិភោគហ្នឹងព្រោះឆន្ទរាគៈហ្នឹងជាហេតុនៃវដ្តនរកប្រែតិឆានអសុរកាយអីទាំងអស់ហ្នឹងវាមកពីណាមកពីឆន្ទរាគៈនេះហើយដែលវាជាបច្ច័យនៃភពដែលវាមិនអាចរួចពីភពនោះពិតមែនតែឥឡូវហ្នឹងយើងមានអាហារបរិភោគហៅថាសយភោគឬបណិតភោជនអីហ្នឹងតែប្រសើរប្រណិតក្នុងអាហារបរិភោគតែមិនគួរឆន្ទរាគៈកើតឡើងទៅក្នុងអាហារនោះទេណាព្រោះឆន្ទរាគៈនេះមើលទៅឃើញជាអន្ទាក់មែនទេណាជាអន្ទាក់មែនទេណាសត្វលោកដែលទៅនរកប្រែតិឆានអសុរកាយបរិភោគខ្ទុះឈាមលហេមលហាមទាំងអស់ហ្នឹងមកពីអីមកពីជាប់អន្ទាក់ឆន្ទរាគៈហ្នឹងមិនមែនអ្នកទាំងអស់ហ្នឹងមិនធ្លាប់បានបរិភោគអាហារប្រណិតអញ្ចឹងទេដូចជាសិទ្ធិបុត្រទាំង4អីនោះសបាយទៅក្នុងកាមគុណបរិភោគអាហារភោជនប្រណិតហើយប្រព្រឹត្តទៅក្នុងអបាយមុខប្រព្រឹត្តអនាចារឃើញទេឆន្ទរាគៈដែលប្រព្រឹត្តទៅនឹងឯងដែលវាជាចំណងនៃភពហើយសេចក្តីទុក្ខលំបាកលហេមលហាមក្នុងអបាយភូមិនឹងដែលមិនត្រូវប្រមាទនៅក្នុងសង្ខារធម៌ទាំងដែលមិនត្រូវប្រមាទក្នុងជីវិតនេះហើយយើងមើលជីវិតដូចតែបានសម្ដែងហើយក្នុងសតិប្បដ្ឋាន4អីហ្នឹងព្រះអង្គលើកយកបព្វៈសំខាន់ដើម្បីជាអារម្មណ៍នៃបញ្ញាឲ្យឃើញថាវាមិនមែនជាសត្វឲ្យឃើញត្រឹមតែជាធាតុក្នុងពួកកាយក្នុងពួកវេទនាក្នុងពួកចិត្តក្នុងពួកធម៌អីហ្នឹងឲ្យឃើញជាធាតុពិតមែនតែវាមានចលនាវាកម្រើកតែវាកម្រើកដោយសារអីណាដូចឆ្លឹកឈើដែលខ្យល់បក់អញ្ចឹងវាមិនមែនសត្វទេណាពិតមែនតែវាមានចលនាតែដោយសារខ្យល់បក់ទេណាអិរិយាបថ4អីហ្នឹងដោយសារវាមានវាយោធាតុអាស្រ័យចិត្តជាសមុដ្ឋានសិតតែជាចលនានៃការផ្សំធាតុសិតតែអ្វីដែលកើតពីបច្ច័យអញ្ចឹងកលេចមើលទៅឆ្វេងកលេចមើលទៅស្ដាំកលេចមើលទៅមុខកលេចមើលទៅលើស្អីទាំងអស់ហ្នឹងវាមិនមែនជាសត្វទេសិតតែតេតួងនឹងចិត្តជាសមុដ្ឋានឲ្យមានវាយោធាតុក្នុងការងារក្នុងការបែបត់លាតសណ្ដោកអីទាំងអស់ហ្នឹងរូបធាតុជាធាតុមិនដឹងមិនមែនជាសត្វមិនមែនកម្រើកអីទៅដោយខ្លួនឯងជាសត្វនោះទេក្នុងជីវិតហ្នឹងមើលទៅឃើញអញ្ចឹងទេណាហ
ហើយជាទីតាំងនៃទុក្ខជាទីតាំងនៃរោគរូបកាយហ្នឹងអ្នកម្នាក់ហ្នឹងស្អៀកអ្នកហ្នឹងស្អីពេញទៅដោយរបស់មិនស្អាតពេញទៅដោយមេរោគហើយជារបស់បែកធ្លាយជារបស់មិនស្អាតហើយស្អុយទៀតណាស្អៀកអ្នកម្នាក់ហ្នឹងស្អីក្នុងហ្នឹងបើពោះចផ្លេះហ្នឹងធ្លាយមកមើលពោះវៀនមកចភ្លុះឥឡូវចេញពីក្នុងមកហ្នឹងណាហ្នឹងមើលទៅគឺថាជារបស់ដែលពេញទៅដោយភារៈក្នុងការបរិភោគអាហារដើម្បីរស់ទៅវាលំបាកទៀតវាឈឺទៀតអីទៀតរាប់គ្រប់ណានឹងការដែលកំណត់ដឹងនៅជីវិតនឹងជាប់តាក់ទងទៅដោយអាហារមានស្អីជាខ្លួនឯងជាសត្វអីជីវិតនឹងជាផលនៃអាហារបច្ច័យជាផលនៃការដកដង្ហើមចេញចូលវាមិនមែនសត្វទេត្រង់ជីវិតរស់ហ្នឹងទេជីវិតរស់ហ្នឹងយើងទាំងអស់គ្នារស់ហ្នឹងជីវិតហើយហ្នឹងតែវាជាប់តាក់ទងដោយខ្យល់ដង្ហើមចេញចូលអត់ខ្យល់ដង្ហើមចេញចូលមានជីវិតអីហើយយើងថាជីវិតហ្នឹងជាសត្វយ៉ាងម៉េចទៅឥឡូវដែលនៅរស់គ្រប់គ្នាហ្នឹងជាប់តាក់ទងទៅដោយអរិយាបថ4ហ្នឹងទៀតជាប់តាក់ទងដោយសារធាតុ4ដីទឹកភ្លើងខ្យល់ហ្នឹងប្រព្រឹត្តទៅស្មើគ្នាទៀតជាប់តាក់ទងទៅដោយអីទៀតដោយឧត្តតដោយល្មមតិចល្មមទៀតនេះបើមិនដល់វិបស្សនាទេក៏ប្រព្រឹត្តទៅត្រឹមមរណសតិដែរទៀតមរណសតិស្ងប់រងាប់ឃើញថាជីវិតនេះគឺអត់មានកម្លាំងអីខ្លួនឯងទេហៅថាអាយុទុពលណាអាយុហ្នឹងវាអត់មានកម្លាំងអីខ្លួនឯងទេអាស្រ័យបច្ច័យ5ហ្នឹងទៀតអាហារ1ខ្យល់ដង្ហើមចេញចូលហ្នឹង1អាស្រ័យអីទៀតអាស្រ័យអរិយាបថ4ហ្នឹង1អាស្រ័យធាតុ4ហ្នឹង1អាស្រ័យសីតណ្ហភាពហ្នឹង1អាស្រ័យ5មុខហ្នឹងទៀតណាប្រព្រឹត្តទៅជាមួយគ្នានឹងវិញ្ញាណទៀតដូច្នេះយើងមើលដែលថាយើងរស់ហ្នឹងយើងហ្នឹងវានៅកន្លែងណាណាហើយអាការដែលប្រកាន់ថាមានយើងហើយមាននេះមាននោះសពគ្រប់ទាំងអស់ដែលមិនចេះគ្រប់ហ្នឹងហើយនឹងបញ្ញាឃើញថាជីវិតនេះវាមិនមែនជាយើងជាផលនៃបច្ច័យណាពីរមុខហ្នឹងប្រកាសណាគុណចាស់ព្រៀបផ្ទឹមនេះមើលណាដែលស្ងប់ណាមិនស្ងប់អាការដែលសម្គាល់ថាមានយើងនេះទោះជាសម្គាល់ថាបានអីជារបស់យើងក៏ដោយមានស្អីជារបស់យើងក៏ដោយជាលៀបក៏ដោយជាយសក៏ដោយជាអិសរិយយសក៏ដោយដែលថាជារបស់យើងហ្នឹងវានៅក្នុងការដែលប្រកាន់បញ្ញខណ្ឌហ្នឹងជីវិតហ្នឹងថាជាយើងអញ្ចឹងណាវាមានសុខមកពីណាទៀតប្រសើរក្រំបើអីបើប្រៀបជាមួយគ្នានឹងបញ្ញាដែលបានឃើញថាជីវិតដែលប្រព្រឹត្តទៅនេះវាមិនមែនជាសត្វទេវាជាផលដែលសម្រាប់អំពីបច្ច័យមានអាហារមានខ្យល់ដង្ហើមជាដើមទៅប៉ុណ្ណោះសត្វបុគ្គលខ្លួនយើងមិនមានទេវាមានចាំបាច់ត្រូវការនៅលៀបនៅយសនៅឋានៈពងខ្ពស់អ្វីក្នុងភពនេះដែលថាមិនចាំបាច់ហ្នឹងគឺចង់និយាយអំពីថាតណ្ហាវាមិនប្រព្រឹត្តទៅកាលណាបើកំណត់ដឹងនាមរូបនឹងហើយតណ្ហាវាអត់ប្រព្រឹត្តទៅក្នុងរបស់ទាំងអស់ហ្នឹងទេណាព្រោះរបស់ទាំងអស់ហ្នឹងដែលវាមានតម្លៃណាស់សំខាន់ណាស់សម្រាប់មនុស្សយើងគ្រប់គ្នាហ្នឹងមកពីយើងដែលនៅប្រកាន់ខណ្ឌហ្នឹងជាខ្លួនយើងទេទៀតប្រកាន់បញ្ញខណ្ឌហ្នឹងរូបហ្នឹងទៅតឹងមហិតបដោយមកកម្ពស់មកចំហហ្នឹងហើយមកព្យាមហ្នឹងថាជាយើងហ្នឹងហើយមានការសោយអារម្មណ៍មានការចាំអារម្មណ៍ទៅហ្នឹងតែថាជាយើងហ្នឹងម្ល៉េះហើយលៀបហ្នឹងវាសំខាន់សម្រាប់យើងណាស់យសហ្នឹងឋានៈពងពោះហ្នឹងវាសំខាន់សម្រាប់យើងណាស់ស្អីទៀតហ្នឹងការសរសើរក្តីសុខផ្សេងហ្នឹងគឺថាវាសំខាន់ណាស់វាសំខាន់ហ្នឹងដោយសារអញ្ចឹងទេដោយសារយើងវង្វេងប្រកាន់ខណ្ឌហ្នឹងថាជាយើងទេដោយឧបាទានដោយតណ្ហាទេតណ្ហាហ្នឹងវាប្រព្រឹត្តទៅទាំងស្រុងក្នុងបច្ច័យ4ក្នុងលៀបក្នុងយសក្នុងភពហ្នឹងសម្បត្តិយ៉ាងណាហ្នឹងវាមិនចេះគ្រប់គ្រាន់ហ្នឹងមកអំពីសេចក្តីប្រកាន់ខណ្ឌហ្នឹងថាជាយើងហ្នឹងទេកាលណាបើបញ្ញាឃើញថាវាមិនមែនជាសត្វបុគ្គលវាមិនមែនជាយើងហើយនោះអារម្មណ៍ក្នុងលោកហ្នឹងវាមិនអាចជាអារម្មណ៍នៃតណ្ហាទៅបានទេ
ពលគឺតណ្ហារមែងមិនមានណាវាអត់មានត្រូវការអីទៀតវាអត់មានត្រូវការអីទៀតទេតណ្ហាវារលត់ទៅតែហ្មងចឹងព្រោះមិនបានជារលត់តណ្ហាហ្នឹងមិនត្រូវការអ្វីៗទាំងអស់ព្រោះមិនប្រកាន់បញ្ញខណ្ឌនឹងឯងណាមិនប្រកាន់បញ្ញខណ្ឌណាដូចថាយើងអត់មានរូបតែយើងត្រូវការសម្លៀកបំពាក់ត្រូវការអាហារបរិភោគយកមកធ្វើអីមានសំខាន់អីត្រូវការអីទៀតទៅណាបើយើងអត់មានខណ្ឌហើយតើយើងខ្វះអីហើយបើយើងអត់ខណ្ឌនេះអានឹងស្ដាប់ឲ្យបានកន្លែងហ្នឹងបើយើងអត់ខណ្ឌនេះណាទៀតមិនមែនបានអីថាមានយើងផ្សេងពីខណ្ឌហើយយើងនឹងអត់មានខណ្ឌមិនមែនអញ្ចឹងទេអានេះគ្រាន់តែនិយាយដើម្បីឲ្យយល់ថាការដែលមិនត្រូវការអ្វីក្នុងភពហ្នឹងមកអំពីយើងនឹងវាអត់មានខណ្ឌតែដោយបរមត្តហ្នឹងដែលថាយើងអត់មានខណ្ឌហ្នឹងបានន័យថាខណ្ឌហ្នឹងវាមិនមែនជាយើងវារលត់អាសេចក្តីប្រកាន់ហ្នឹងកាលណាវារលត់សេចក្តីប្រកាន់ហ្នឹងទៅតណ្ហារមែងមិនមានប្រព្រឹត្តទៅក្នុងអ្វីទាំងអស់គឺអ្វីហ្នឹងវាសម្រាប់តែបញ្ញខណ្ឌតែប៉ុណ្ណោះឯតណ្ហាវាអត់ប្រព្រឹត្តទៅក្នុងរបស់នោះទេរបស់ទាំងអស់ហ្នឹងវាអត់សម្រាប់តណ្ហាដែលត្រូវការប្រាថ្នាទេអាហ្នឹងបានបញ្ញានឹងឃើញការរលត់តណ្ហាហ្នឹងមានពិតប្រកបព្រោះការកំណត់ដឹងបញ្ញខណ្ឌហ្នឹងគឺវាត្រូវរលត់តណ្ហាហ្នឹងតែហ្មងទៅណាហើយដល់រលត់តណ្ហាហ្នឹងកន្លែងហ្នឹងគឺអស់កង្វល់អស់រវល់ណាអស់កង្វល់អស់រវល់គឺដែលជាបរមសុខហ្នឹងនៅកន្លែងហ្នឹងឯងព្រោះការអស់ទៅនៃតណ្ហាហ្នឹងបញ្ញាឃើញការរលត់តណ្ហាព្រោះការកំណត់ដឹងបញ្ញខណ្ឌហ្នឹងការកំណត់ហ្នឹងជាតួវិជ្ជាជាតួបញ្ញាទាំងណានឹងក្នុងព្រះធម៌ដែលយើងត្រូវវឹកហាត់អប់រំចម្រើនឲ្យឃើញជាក់ច្បាស់ប្រកបមិនមែនយើងចេះតែប្រព្រឹត្តទៅក្នុងការស្រឡាញ់ខ្លួននេះដោយរូបហើយស្រឡាញ់ស្អីទាំងអស់ដែលមានសម្រាប់ជីវិតនេះនោះតែប៉ុណ្ណឹងនោះទេវាមិនអាចរួចផុតចាកទុកទេត្រូវពិចារណាឲ្យឃើញដោយព្រះធម៌ដែលបានសម្ដែងហើយអញ្ចឹងទេសូមអនុមោទនា शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि Vipassana ញាណមាន16យ៉ាងគឺនឹងកើតមានឡើងតែនៅក្នុងវិបស្សនាកម្មដ្ឋានតែប៉ុណ្ណោះមិនមែនកើតមានឡើងនៅក្នុងសមថកម្មដ្ឋាននោះទេនៅក្នុងកិច្ចបរិបត្តិជាក់ស្ដែងវិបស្សនាញាណ16យ៉ាងកើតឡើងតាមកម្រិតនៃបញ្ញាដែលបានឃើញច្បាស់សច្ចធម៌តាមសេចក្តីពិតជា4កម្រិតផ្សេងគ្នាតាមលំដាប់លំដោយគឺកម្រិតទី1យថាភូតញ្ញាណទស្សនៈ
យថាភូតញ្ញនទស្សនៈជាតរណវិបស្សនាជាវិបស្សនាញាណនៅទុនខ្ចីដែលមានវិបស្សនាញាណ4គឺនាមរូបបរិច្ឆេទញាណ1បច្ច័យបរិក្ខហញាណ1សមសនញាណ1និងឧត្តយបយញាណ1កម្រិតទី2និព្ពិទាញាណគឺជាបញ្ញាជាហេតុនៃចិត្តកើតមានការនឿយណាយធុញទ្រាន់ចំពោះបញ្ចក្ខន្ធឬសង្ខារធម៌ទាំងឡាយហើយក៏ជាពលវៈវិបស្សនាជាវិបស្សនាញាណចាស់ខ្លានិព្ពិទាញាណកើតមានក៏ព្រោះតែមានវិបស្សនាញាណ4គឺភង្គញាណ1ភយតោបឋានញាណ1អទានវញាណ1និងនិព្ពិទាញាណ1កម្រិតទី3អនុលោមិកខន្តិហៅថាជាជលសោតាបនៈហៀបនឹងបានសម្រេចសោតាបត្តិផលដែលចិត្តមានវិរិយកៈគឺចិត្តនោះមានការប្រាចាតម្រេចរាគៈជាកម្លាំងជាតួវិបស្សនាញាណបង្អោនទៅកាន់ក្រសែនៃអរិយមគ្គញាណមានតួវិបស្សនាញាណ4បានកើតឡើងគឺមុញ្ឆតកម្មយតាញាណ1បដិសង្ខារញាណ1សង្ខារូបេខាញាណ1និងអនុលោមញាណ1កម្រិតទី4គឺជាការកើតឡើងនៃអរិយមគ្គនិងអរិយផលសេចក្តីនោះគឺថាកាលណាអនុលោមញាណនោះបានចាស់ខ្លាដែលហៅថាជាវុដ្ឋានគាមនីវិបស្សនាញាណគឺចិត្តនោះនឹងកើតមានកោត្រភូញាណមកធ្វើកិច្ចឆ្លងកោតពីពុទ្ធជនចូលកាន់កោតព្រះអរិយបុគ្គលដោយធម្មជាតិវាប្រាចាពីអំណាចរបស់សត្វបុគ្គលប្រាចាពីអំណាចរបស់អត្តាតួខ្លួនរហូតដល់បានសម្រេចមគ្គផលព្រះនិព្វានជាទីបំផុតទៅតាមឧបនិស្ស័យនិងអធ្យាស្រ័យចំពោះសេចក្តីលំអិតនៃវិបស្សនាញាណ16យ៉ាងកើតមានឡើងនៅក្នុងឧត្តមវិបស្សនានោះគឺកាលណាយោគីជាវិបស្សនាញាណិកនិងជាសមថញាណិកបានចម្រើនចិត្តដោយកិច្ចបដិបត្តិរហូតដល់មានចិត្តតាំងមាំនៅក្នុងខនិកសមាធិឧបចារសមាធិបឋមឈានទុតិយឈានតតិយឈានចតុថឈានជាដើមគឺចិត្តតាំងមាំនោះឯងគឺជាសីលវិសុទ្ធិនិងចិត្តវិសុទ្ធិដែលជាបុព្វភៈឬជាសមុដ្ឋានជាហេតុខាងដើមនៃឧត្តមវិបស្សនានោះពីព្រោះថាអកុសលនិវរណធម៌ទាំង5ធម៌ជាគ្រឿងរារាំងដល់វិបស្សនាបញ្ញាត្រូវបានគ្របសង្កត់ឲ្យទ្រោមចុះទៅអស់ហើយចិត្តនោះក៏បានថ្លាច្បាស់ស្រឡះល្អយ៉ាងបរិសុទ្ធនៅក្នុងសមាធិចិត្តជាចិត្តតាំងមាំនីមួយទាំងនោះគឺយោគីត្រូវបដូរអារម្មណ៍ព្រះកម្មដ្ឋានពីអារម្មណូបនិច្ឆានមកជាលក្ខណូបនិច្ឆានវិញហើយទើបបន្តធ្វើបរិកម្មឬធ្វើយោនិសោមនសិការៈដែលគឺជាការធ្វើទុកនៅក្នុងចិត្តដោយឧបាយត្រូវទំនងនៅក្នុងខណ្ឌ5ក្តីឬក្នុងសេចក្តីប្រៀបធៀបខណ្ឌ5ជាលក្ខណៈ40យ៉ាងក្តីឬក្នុងមហាភូតរូប4ក្តីឬក្នុងធាតុ6ក្តី
ឬក្នុងសាកសពក្តីឬជាកាយក្នុងកាយក្តីឬជាវេទនាក្នុងវេទនាក្តីឬជាចិត្តក្នុងចិត្តក្តីឬជាធម៌ក្នុងធម៌ទាំងឡាយក្តីឬដូចជាដុំពពុះទឹកក្តីឬដូចជាភ្លើងឆេះព្រៃក្តីឬដូចជាថ្ងៃបណ្ដាកូនក្តីឬដូចជាភ្លេចបន្ទោក្តីឬដូចជាសម្ពត់ជូទូលីក្តីឬដូចជាភ្លើងទៀនក្តីឬដូចជាភ្លើងធូបក្តីជាដើមគឺចិត្តនិមិត្តដែលមានលក្ខណៈជាអនិច្ចំទុក្ខំអនត្តានឹងកើតមានឡើងទៅតាមឧបនិស្ស័យនិងអធ្យាស្រ័យរបស់យោគីម្នាក់ម្នាក់ជាក់ជាមិនខានប៉ុន្តែចិត្តនិមិត្តទាំងនោះគឺមិនបានឃើញដូចគ្នានោះទេនៅត្រង់បទថាអារម្មណោបនិឈានគឺសំដៅដល់ឈានក្នុងសមថភាវនាដែលជាសមាបត្តិ8គឺរូបឈាន4និងអរូបឈាន4ដែលកើតមានមកពីការសម្លឹងអារម្មណ៍ព្រះកម្មដ្ឋានជាសំខាន់និងលក្ខណោបនិឈានគឺសំដៅដល់ឈានក្នុងវិបស្សនាភាវនាដែលកើតមានមកពីការពិចារណាលក្ខណៈសច្ចធម៌របស់រូបនាមថាជាអនិច្ចំទុក្ខំអនត្តាជាអារម្មណ៍ការចិត្តនិមិត្តដែលមានលក្ខណៈជាអនិច្ចំទុក្ខំអនត្តានោះបានកើតឡើងគឺយោគីនោះនឹងបានឃើញច្បាស់ដោយបញ្ញាខ្លួនឯងត្រង់បទថាចិត្តនិមិត្តបានកើតឡើងនោះគឺជាតួរូបត្រង់បទថាមានបញ្ញាបានឃើញច្បាស់នៅចិត្តនិមិត្តនោះដែលមានលក្ខណៈជាអនិច្ចំទុក្ខំអនត្តាគឺជាតួនាមទាំងពីរនេះគឺរូបមួយនិងនាមមួយគឺជាសច្ចធម៌ពីរដាច់ដោយឡែកពីគ្នាមិនលាយឡំគ្នាឡើយការបានឃើញច្បាស់យ៉ាងនេះហៅថាចិត្តបានពលត្រូវលក្ខណៈរបស់នាមរូបបរិច្ឆេទញ្ញាណជាវិបស្សនាញាណទី1លំដាប់មកទើបមានបញ្ញាកើតឡើងបានឃើញច្បាស់នៅចិត្តនិមិត្តនោះថាត្រឹមតែជារូបធម៌និងនាមធម៌ដែលកើតមកពីបច្ច័យរបស់វាណែនាំតាក់ទងគ្នាជាប់មិនដាច់ហាក់បីដូចជាខ្សែច្រវាក់អីចឹងដែរគឺថានៅលំដាប់អំពីចិត្តតាំងមាំដែលជាសមាធិចិត្តគឺយោនិសោមនសិការៈបានកើតមានឡើងបានឃើញច្បាស់នៅសង្ខារធម៌ទាំងឡាយគឺរូបធម៌នាមធម៌នោះពិតជាមានលក្ខណៈមិនទៀងជាទុក្ខមិនមែនខ្លួនគឺអនិច្ចំទុក្ខំអនត្តាកើតលំដាប់បន្តគ្នាជាបច្ច័យតគ្នាតាមធម្មជាតិវាដោយពុំមានសត្វពុំមានបុគ្គលពុំមានអត្តាតួខ្លួនណាមកបង្កប់បញ្ជាឬមកចាត់ចែងជំនួសនៅដំណើរប្រព្រឹត្តទៅតាមធម្មជាតិជាសច្ចធម៌របស់វានោះឡើយនេះហៅថាចិត្តបានពលត្រូវលក្ខណៈសច្ចធម៌របស់បច្ច័យបរិក្ខហញ្ញាណជាវិបស្សនាញាណទី2លំដាប់មកទៀតបញ្ញានោះក៏បានឃើញច្បាស់នៅលក្ខណៈសច្ចធម៌តាមសេចក្តីពិតនៅក្នុងចិត្តជាបច្ចុប្បន្ននៃកិច្ចបរិបត្តិនោះថាលក្ខណៈរបស់រូបធម៌នាមធម៌ខាងក្នុងលក្ខណៈរបស់រូបធម៌នាមធម៌ខាងក្រៅលក្ខណៈរបស់រូបធម៌នាមធម៌ទាំងខាងក្នុងទាំងខាងក្រៅលក្ខណៈរបស់រូបធម៌នាមធម៌ទាំងអតីតអនាគតនិងបច្ចុប្បន្នគឺមានលក្ខណៈសាមញ្ញធម្មតាដូចគ្នាទាំងអស់ជាអនិច្ចំទុក្ខំអនត្តាយ៉ាងពិតប្រាកដដូច្នេះមែននេះហៅថាចិត្តបានពលត្រូវលក្ខណៈសច្ចធម៌របស់សមសនញ្ញាណជាវិបស្សនាញាណទី3
នៅលំដាប់អំពីសញ្ញាសនញ្ញាណជាវិបស្សនាញាណទី3ចិត្តនោះក៏នឹងបានពាល់ត្រូវនៅលក្ខណៈរបស់វិបស្សនូបកិលេសទាំង10មួយឬច្រើនទៅតាមឧបនិស្ស័យនិងអធ្យាស្រ័យរបស់យោគីដែលធ្លាប់បានសន្សំទុកមកវិបស្សនូបកិលេសទាំង10នេះគឺជាមហាកុសលនិងក៏ជាឧបកិលេសផងដែរវិបស្សនូបកិលេសទាំង10នេះជាធម្មជាតិនៃចិត្តដែលកើតឡើងមកដើម្បីឲ្យមានការយល់ច្រឡំថាបានសម្រេចសច្ចធម៌ពលគឺវាកើតឡើងមកដើម្បីរារាំងផ្លូវបរិបត្តិធម៌ឆ្ពោះទៅកាន់មគ្គផលព្រះនិព្វាននៅក្នុងចិត្តជាបច្ចុប្បន្នកាលនេះក៏មានយោគីច្រើនណាស់ដែរដែលបានយល់ច្រឡំថាខ្លួនបានពាល់ត្រូវមគ្គផលព្រះនិព្វានដោយត្រឹមតែជាចិត្តបានពាល់ត្រូវនៅវិបស្សនាញាណចំនួន3នេះគឺនាមរូបបរិច្ឆេទញាណ1បច្ច័យបរិក្ខហញាណ1និងសញ្ញាសនញ្ញាណ1ហើយវិបស្សនាញាណទាំង3នេះគឺត្រឹមតែជាហេតុបច្ច័យនៃការកើតឡើងរបស់វិបស្សនូបកិលេស10យ៉ាងតែប៉ុណ្ណោះឯងបើកាលណាវិបស្សនូបកិលេសទាំង10យ៉ាងនេះបានកើតឡើងគឺយោគីអង្គនោះនឹង1កើតមានពន្លឺអោភាសោគឺជាការកើតមានពន្លឺភ្លឺច្បាស់ត្រចះត្រចង់រុងរឿងក្រៃលែងអាចមើលឃើញនៅអ្វីតាមប្រាថ្នាដែលចង់ឃើញ2កើតមានញាណៈគឺជាការកើតមានបញ្ញាដ៏ឃ្លាវខ្លាមុតស្រួចក្រៃលែងហាក់បីដូចជាបញ្ញារបស់មហាព្រហ្មមានប្រាជ្ញាពិចារណាអ្វីមិនមានទើសតាក់3បានពាល់ត្រូវបៃតេគឺជាការកើតមានការព្រឺព្រួចលាន់លឺច្រាវយ៉ាងកងរំពងឆ្អែតកាយឆ្អែតចិត្តហាក់បីដូចជាបានសម្រេចសច្ចធម៌ណាមួយដែលជាហេតុនាំឲ្យកើតមានជាចម្ងល់ច្រើនប្រការមិនដាច់ស្រេច4បានពាល់ត្រូវបស្សទ្ធិគឺជាការកើតមានលក្ខណៈស្ងប់កាយស្ងប់ចិត្តគ្មានកម្រើកញាប់ញ័រស្ងប់ងុំស្ងប់នឹងមិនឃ្លីងឃ្លោង5បានពាល់ត្រូវសុខខាងគឺជាការកើតមានសេចក្តីសុខកាយសុខចិត្តស្រណុកសុខស្រួលយ៉ាងល្អិតសង្ឃឹមហាក់បីដូចជាបានសោយនៅវិមុតសុខអីចឹងដែរ6បានពាល់ត្រូវអធិមោខោគឺជាចិត្តកើតមានសទ្ធាជាកម្លាំងសទ្ធាជឿជាក់សុបមមនៅក្នុងការចម្រើនកម្មដ្ឋានទោះបីជាការចម្រើនសមថកម្មដ្ឋានការចម្រើនវិបស្សនាកម្មដ្ឋានឬក៏ជាការចម្រើនសតិប្បដ្ឋាន4 7បានពាល់ត្រូវបក្ខហោគឺជាចិត្តកើតមានការព្យាយាមចម្រើនសមថកម្មដ្ឋានចម្រើនវិបស្សនាកម្មដ្ឋានឬចម្រើនសតិប្បដ្ឋាន4មិនធូរពេកមិនតឹងពេក8បានពាល់ត្រូវឧបដ្ឋានាងគឺជាចិត្តកើតមានសតិស្មារតីយ៉ាងតាំងនៅយ៉ាងមាំមួននិងនរល្អល្អះយ៉ាងក្រៃលែងមានសតិជាប់មិនដាច់មានសតិមាំមានសតិជាប់តគ្នាមិនដាច់ជាចន្លោះ9បានពាល់ត្រូវឧបេក្ខាគឺជាចិត្តតាំងនៅប្រងើស្មើហីកណ្ដាលក្នុងសត្វនិងសង្ខារមិនទុកមិនសុខមិនទោមនស្សមិនសោមនស្សជាពិសេសឧបេក្ខាក្នុងទ្វាទាំង6 10បានពាល់ត្រូវនិកន្តៈគឺជាចិត្តកើតមានសេចក្តីប្រាថ្នាដ៏ស្ងប់ល្អិតត្រេកអរខ្លាំងចំពោះពួកធម៌ទាំងឡាយដែលបានពាល់ត្រូវក្នុងកិច្ចបរិបត្តិនោះ
ដែលជាសភាវៈធម៌និងលក្ខណៈសច្ចធម៌របស់វាចំពោះចិត្តណាដែលបានពាល់ត្រូវសភាវៈលក្ខណៈរបស់វិបស្សនូបកិលេសទាំង10នេះមួយឬច្រើនសេចក្តីនេះគឺពោលតែចំពោះយោគីអង្គណាដែលមានបញ្ញាទន់ខ្ចីមានបុណ្យបានសន្សំទុកមកមិនទាន់គ្រប់គ្រាន់ក៏នឹងកើតជាការភ្លើតភ្លើនចិត្តការប្រកាន់យ៉ាងមាំមួនដោយអំណាចមានៈតណ្ហានិងទិដ្ឋិក៏ព្រោះតែមានការយល់ច្រឡំថាបានសម្រេចសច្ចធម៌រួចហើយឬក៏គិតថាមានតែអាត្មាអញទេដែលមានចំណេះដឹងច្រើនលើសគេមានបញ្ញាច្រើនលើសគេម្ល៉េះហើយក៏កើតមានអំនួតមានះទិដ្ឋិរឹងត្អឹងជាប់ស្អិតជាប់ចិត្តជាប់អារម្មណ៍យ៉ាងក្រៃលែងឈប់ស្ដាប់នរណាឈប់ស្ដាប់អាចារ្យហើយក៏លើកខ្លួនឯងខ្ពស់ដូចជាដងទង់តាំងខ្លួនជាធំជាងអាចារ្យតាំងខ្លួនជាអង្គនេះជាអង្គនោះជាដើមដែលគួរឲ្យសង្វេគយ៉ាងក្រៃពេកប៉ុន្តែបើពេលចំពោះយោគីអង្គណាដែលមានបញ្ញាញាណចាស់ខ្លាមានបុណ្យបានសន្សំទុកមកគ្រប់គ្រាន់គឺវិបស្សនូបកិលេសទាំង10នោះមិនអាចនឹងគ្របសង្កត់ចិត្តលោកបានឡើយដូច្នេះយោគីអង្គនោះនឹងមានបញ្ញាបានឃើញច្បាស់តាមសេចក្តីពិតថារាល់សង្ខារធម៌ទាំងឡាយសុទ្ធតែមានលក្ខណៈកើតហើយរលត់ទៅជាធម្មតាទាំងអស់ហើយក៏មិនជាប់ចិត្តមិនជាប់អារម្មណ៍ចំពោះសភាវៈលក្ខណៈរបស់វិបស្សនូបកិលេសទាំង10នោះទៀតឡើយបញ្ញាដែលបានឃើញច្បាស់តាមសេចក្តីពិតថារាល់សង្ខារធម៌ទាំងឡាយសុទ្ធតែមានលក្ខណៈកើតហើយរលត់ទៅជាធម្មតាទាំងអស់យ៉ាងដូចនេះហៅថាចិត្តបានពាល់ត្រូវលក្ខណៈរបស់ឧត្តយបយញ្ញាណចាស់ខ្លាជាវិបស្សនាញាណទី4កើតឡើងមកគ្របសង្កត់វិបស្សនូបកិលេសទាំង10នឹងឯងលំដាប់មកទៀតបានឃើញច្បាស់តាមសេចក្តីពិតថាសង្ខារធម៌ទាំងឡាយមានលក្ខណៈបែកធ្លាយទៅជាធម្មតានេះឯងហៅថាចិត្តបានពាល់ត្រូវលក្ខណៈសច្ចធម៌របស់ភង្គញាណជាវិបស្សនាញាណទី5លំដាប់មកទៀតបានឃើញច្បាស់តាមសេចក្តីពិតថាសង្ខារធម៌ទាំងឡាយមានលក្ខណៈគួរឲ្យភ័យខ្លាចនេះហៅថាចិត្តបានពាល់ត្រូវនៅលក្ខណៈសច្ចធម៌របស់ភយតោបដ្ឋានញាណជាវិបស្សនាញាណទី6លំដាប់មកទៀតបានឃើញច្បាស់តាមសេចក្តីពិតថាសង្ខារធម៌ទាំងឡាយមានលក្ខណៈគួរឲ្យតក់ស្លុតហាក់បីដូចជារស់នៅក្នុងផ្ទះដែលមានភ្លើងកំពុងតែឆេះនេះហៅថាចិត្តបានពាល់ត្រូវលក្ខណៈសច្ចធម៌របស់អទានវញ្ញាណជាវិបស្សនាញាណទី7លំដាប់មកទៀតបានឃើញច្បាស់តាមសេចក្តីពិតថាសង្ខារធម៌ទាំងឡាយមានលក្ខណៈគួរឲ្យនឿយណាយធុញទ្រាន់មិនជាប់ចិត្តមិនជាប់អារម្មណ៍ក្នុងខណ្ឌទាំង5នេះហៅថាចិត្តបានពាល់ត្រូវលក្ខណៈរបស់និព្វទាញាណជាវិបស្សនាញាណទី8បន្ទាប់ពីកើតមានចិត្តនឿយណាយធុញទ្រាន់នៅក្នុងខណ្ឌ5ជាកម្លាំងគឺចិត្តនោះក៏បង្អោនរកកលចាកចេញពីសង្ខារឬរកលចាកចេញពីខណ្ឌ5ប្រៀបបីដូចជាសត្វទទាឆ្លេឆ្លានៅក្នុងទ្រុងចិត្តនេះចិត្តនោះក្នុងទ្រុងដើម្បីរកច្រកគេចចេញអំពីទ្រុងនេះឯងហៅថាចិត្តបានពាល់ត្រូវលក្ខណៈរបស់មញ្ញតកម្មយតាញាណជាវិបស្សនាញាណទី9លំដាប់មកទៀតចិត្តនោះក៏បានបង្អោនចាកចេញពីសង្ខារប្រៀបបីដូចជាសត្វទទាបានរកច្រកចេញឃើញហើយប្រឹងបុកទម្លុះទ្រុងដើម្បីនឹងចាកចេញអំពីទ្រុងនោះ
នេះហៅថាចិត្តបានពលត្រូវលក្ខណៈរបស់បដិសង្ខារញាណជាវិបស្សនាញាណទី10លំដាប់មកទៀតកើតមានចិត្តដាច់មិនអាឡោះអាល័យនៅក្នុងសង្ខារទាំងឡាយប្រៀបដូចជាសត្វទទាបានចេញផុតអំពីទ្រង់ទទះស្លាបហើមិនអាឡោះអាល័យចំពោះទ្រង់ទៀតឡើយនេះហៅថាចិត្តបានពលត្រូវលក្ខណៈរបស់សង្ខារូបេខាញាណជាវិបស្សនាញាណទី11លំដាប់មកទៀតកើតមានប្រាជ្ញាមុតស្រួចបានឃើញច្បាស់នៅអរិយសច្ចធម៌ទាំង4គឺទុក្ខសច្ចៈ1សមុទយសច្ចៈ1និរោធសច្ចៈ1និងទុក្ខនិរោធគាមនីបដិបទា1ដូចអ្វីដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងទូលមានប្រាប់យ៉ាងពិតប្រាកដមែនពេលគឺបញ្ញានេះបានឃើញច្បាស់យ៉ាងណាព្រះសម្មាសម្ពុទ្ធបានសម្ដែងទូលមានប្រាប់យ៉ាងនោះហើយព្រះសម្មាសម្ពុទ្ធបានសម្ដែងទូលមានប្រាប់យ៉ាងណាគឺបញ្ញានេះបានឃើញច្បាស់ដូចគ្នាយ៉ាងនោះនេះឯងហៅថាចិត្តបានពលត្រូវលក្ខណៈរបស់សច្ចានុលោមិកញាណឬក៏ថាជាអនុលោមញាណជាវិបស្សនាញាណទី12នៅលំដាប់អំពីសច្ចានុលោមិកញាណឬក៏ជាអនុលោមញាណបានកើតឡើងគឺបញ្ញានោះបានស្គាល់ច្បាស់ថាព្រះសម្មាសម្ពុទ្ធជាអ្វីព្រះធម៌ជាអ្វីព្រះសង្ឃជាអ្វីតាមសេចក្តីពិតពេលនោះសទ្ធាយ៉ាងមោះមុតក្នុងព្រះសម្មាសម្ពុទ្ធគឺតថាគតពោធិសទ្ធារមែងកើតមានឡើងជាកម្លាំងហាក់បីដូចជាព្រះសម្មាសម្ពុទ្ធទ្រង់និមន្តមកប្រកបនៅនឹងមុខហើយចិត្តនោះក៏ធ្វើកិច្ចឆ្លងកូដពីពុទ្ធជនចូលកាន់កូដព្រះអរិយបុគ្គលនេះហៅថាការកើតឡើងនៃកោត្រភូញាណជាវិបស្សនាញាណទី13លំដាប់គ្នានោះដែរលោកកតរបញ្ញាក៏ប្រកបឡើងអនុមោទនាត្រាស់ដឹងតាមព្រះសម្មាសម្ពុទ្ធអង្គនោះដែលគឺជាការនឹកភ្នាល់ក្នុងចិត្តផុសព្រួចចេញមកដោយឥតព្រៀងទុកយ៉ាងច្បាស់លាស់យ៉ាងដូចនេះថានេះឯងគឺជាអនិច្ចំដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងមិនទៀងពិតមែនគឺអនិច្ចំឬក៏ផុសព្រួចចេញមកថានេះឯងគឺជាទុក្ខំដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងទុកមកទុកពិតមែនគឺទុក្ខំឬក៏ផុសព្រួចចេញមកថានេះឯងគឺជាអនត្តាដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងទុកមកគឺមិនមែនខ្លួនមិនមែនជារបស់ខ្លួនពិតមែនគឺអនត្តាឬក៏ផុសព្រួចចេញមកថាភ្លឺច្បាស់ណាស់ឬក៏ផុសព្រួចចេញមកថាជាក់ច្បាស់ណាស់ឬក៏ផុសព្រួចចេញមកថាសាធុសាធុសាធុឬក៏ជាការនឹកព្រួចណាមួយដែលផុសចេញមកអំពីឯដកខាងក្នុងនៃចិត្តមានសភាពស្រដៀងគ្នានេះដោយឯងដោយឥតព្រៀងទុកយ៉ាងដូចនេះនៅពេលជាមួយគ្នានេះដែរការចម្លែកនៃរាងកាយក៏ចាប់លន់លើច្រាវខ្លាំងយ៉ាងកងរំពងពីក្បាលដល់ចុងជើងយ៉ាងក្រៃលែងហាក់បីដូចជាគេទាញបកស្បែកសត្វពស់លើសូរឆ្វាខ្ទួកងរំពងពេញសោតទ្វាឬក៏ហាក់បីដូចជាគេយកដៃគោលអូសលើសន្លឹកស័ង្កសីយ៉ាងរហ័សលើច្រាវខ្ទួកងរំពងពេញសោតទ្វាឬក៏ដូចជាភ្លេចបន្ទោលើសូរឆ្វាខ្ញាក់ពីក្បាលដល់ចុងជើងយ៉ាងនេះឯងនេះហៅថាការកើតឡើងនៃមគ្គញាណជាវិបស្សនាញាណទី14បន្ទាប់ភ្លាមនោះទើបកើតមានសភាព
ភ្លឺស្វាងនៃចិត្តក៏ព្រោះតែការកើតមានវិបស្សនាញាណបានចាក់ធ្លុះសច្ចធម៌នោះនាំឲ្យមានសភាពភ្លឺស្វាងទាំងខាងក្នុងទាំងខាងក្រៅនិងមានសភាពត្រជាក់សុខស្រួលដែលជាវិស័យនៃវិមុតតិសុខកើតមានមកពីការរលត់ទុក្ខហើយចិត្តនោះក៏បង្អោនទៅក៏តូទន់ទៅនឹករលឹកដល់ព្រះសម្មាសម្ពុទ្ធយ៉ាងក្រៃលែងទឹកភ្នែកនោះសោតក៏ហូរស្រក់ចុះមកដោយសេចក្តីនឹករលឹកនឹងដឹងគុណដ៏ជ្រាលជ្រៅដល់ព្រះសម្មាសម្ពុទ្ធរកអ្វីមកព្រាបប្រដូចមិនបានអស់កាលគួរយូរឬឆាប់តាមឧបនិស្ស័យនិងអធិស្ឋានរបស់បុគ្គលនេះហៅថាការកើតឡើងនៃផលញាណជាវិបស្សនាញាណទី15លំដាប់មកក៏កើតមានបញ្ញាផុសព្រួយចេញមកអំពីឯដកខាងក្នុងពោលនៅក្នុងចិត្តថាកិលេសលះហើយកិលេសលះហើយដោយឥតព្រៀងទុកចិត្តដែលផុសព្រួយចេញមកយ៉ាងដូចនេះគឺសម្រាប់តែភិក្ខុឬធម្មយាចាជាធម្មកថាឬក៏ជាពហុសោតចំពោះចិត្តដែលផុសព្រួយចេញមកអំពីឯដកខាងក្នុងបែបនេះគឺកើតមានឡើងជាច្រើនដងជាច្រើនសារទៅភិក្ខុអង្គនោះបង្អោនចិត្តពិចារណាទៅក៏បានដឹងច្បាស់ថាកិលេសពួកនេះបានលះកិលេសពួកនោះនៅសល់នេះជាមគ្គនេះជាផលនេះជាព្រះនិព្វានសំគួរតាមបុណ្យកុសលឧបនិស្ស័យនិងអធ្យាស្រ័យដោយមិនចាំបាច់សាកសួរនរណាឡើយគឺដឹងពិតឃើញពិតដោយបញ្ញាខ្លួនឯងសម្រាប់ភិក្ខុឬយោគាវចរដែលមិនបានត្រួតត្រងនៅព្រះបរិយត្តិធម៌គឺត្រឹមតែឆ្ងល់ថាចម្លែកក្រៃលែងពេកណាស់អស្ចារ្យក្រៃលែងពេកណាស់មានអ្វីកើតឡើងយ៉ាងនេះចិត្តនេះម្ដេចក៏ភ្លឺស្វាងអ្វីម្ល៉េះចិត្តនេះម្ដេចក៏ច្បាស់លាស់ក្នុងត្រៃលក្ខធម៌អ្វីម្ល៉េះហេតុអ្វីក៏ចិត្តនេះផ្លាស់ប្ដូរមកជាល្អយ៉ាងក្រៃលែងប្លែកអំពីកាលមុនខ្លាំងអ្វីម្ល៉េះយ៉ាងដូចនេះជាដើមនេះហៅថាការកើតឡើងនៃបច្ចវេគណញាណជាវិបស្សនាញាណទី16សេចក្តីនៃចិត្តបានពលត្រូវលក្ខណៈសច្ចធម៌គឺដូចអ្វីបានសម្ដែងរួចមកយ៉ាងនេះឯងយោងតាមការសង្កេតនៅក្នុងបច្ចុប្បន្នកាលនេះលទ្ធផលនៃកិច្ចបរិបត្តិធម៌របស់យោគីគឺយោគីពួកខ្លះបានពលត្រូវលក្ខណៈសច្ចធម៌រហូតដល់ត្រឹមតែជាវិបស្សនូបកិលេស10ហើយក៏បំលែងទៅជាវិបស្សនូបកិលេស30សម្ពយុទ្ធដោយទិដ្ឋិមានៈនិងតណ្ហាដែលចិត្តនោះបានពលត្រូវវិបស្សនាញាណ3ខាងដើមគឺនាមរូបបរិច្ឆេទញាណ1បច្ច័យបរិក្ខញាណ1និងសមសនញាណ1ហើយក៏ជាប់ស្អិតជាប់ចិត្តជាប់អារម្មណ៍នៅក្នុងវិបស្សនាញាណទាំង3នេះតទៅយោគីពួកខ្លះទៀតបានឆ្លងផុតអំពីអំណាចរបស់វិបស្សនូបកិលេសរហូតចិត្តនេះបានពលត្រូវលក្ខណៈរបស់និព្វិទាគឺមានចិត្តនឿយណាយនៅក្នុងបញ្ចខណ្ឌនេះជាកម្លាំងឬក៏នឿយណាយនៅក្នុងជីវិតកើតស្លាប់កើតនៅក្នុងសង្សារវដ្តនេះជាដដែលម្ដងហើយម្ដងទៀតរកដើមរកចុងមិនឃើញយ៉ាងនេះជាដើមចិត្តនោះគឺបានពលត្រូវវិបស្សនាញាណត្រឹមចំនួន8គឺនាមរូបបរិច្ឆេទញាណ1បច្ច័យបរិក្ខញាណ1សមសនញាណ1ឧទយបយញាណ1ភង្គញាណ1ភយតោបឋានញាណ1អាទេនវញាណ1និងនិព្វិទាញាណ1ហើយក៏តាំងនៅត្រឹមនេះទៅយោគីពួកខ្លះទៀតបានប្រាចារតម្រេចក្នុងចំណែកមួយ
ប៉ុន្តែនៅមិនទាន់បានលះបង់ដាច់ស្រឡះជាសមុច្ឆេតបហានៈដោយអរិយមគ្គនៅឡើយគឺចិត្តនោះបានពលត្រូវត្រឹមតែជាអនុលោមិកខន្តីឬហៅថាជាចលសោតាបនៈបុគ្គលឬក៏ជាសោតាបនៈបុគ្គលតូចដែលមានព្រះនិព្វានជាអារម្មណ៍យោគីដែលបានពលត្រូវអនុលោមិកខន្តីគឺមានចិត្តបានពលត្រូវវិបស្សនាញាណត្រឹមចំនួន12គឺនាមរូបបរិច្ឆេទញាណ1បច្ច័យបរិក្ខហញាណ1សមសនញាណ1ឧទយបយញាណ1ភង្គញាណ1ភយតោបឋានញាណ1អតិនវញាណ1និព្វទាញាណ1មញ្ឆតោកម្មយតាញាណ1បដិសង្ខារញាណ1សង្ខារូបេខាញាណ1និងអនុលោមញាណ1ហើយក៏តាំងនៅត្រឹមនេះទៅយោគីជាអនុលោមិកខន្តីពួកនេះគឺមិនត្រេកអរមិនរីករាយមិនរំភើបមិនញាប់ញ័រនៅក្នុងមហាកុសលទាំងឡាយឡើយគឺតែងតែបរិច្ចាគទានតែងតែរក្សាសិលតែងតែវឹកហាត់សមាធិនិងតែងតែចម្រើនវិបស្សនាបញ្ញាក៏ព្រោះតែមានសតិបានដឹងច្បាស់និងមានបញ្ញាបានឃើញច្បាស់នៅសច្ចធម៌តាមសេចក្តីពិតហេតុដូច្នេះហើយទើបចិត្តនោះក៏មិនត្រេកអរមិនរីករាយមិនរំភើបមិនញាប់ញ័រក្នុងមហាកុសលទាំងឡាយគឺតែងតែមានឧបេក្ខាក្នុងមហាកុសលទាំងឡាយជាកម្លាំងជាដរាបសេចក្តីសុខក្នុងចិត្តជាបច្ចុប្បន្នរបស់យោគីពួកនេះគឺកើតមានជាប្រចាំមិនជាប់ក្នុងលោកធម៌8ប្រការនោះទេដែលគឺជាបុគ្គលងាយចិញ្ចឹមងាយប្រដៅមានទំនងដូចគ្នានឹងសោតាបនៈបុគ្គលនោះដែរចំណែកឯយោគីដែលបានរួចផុតចាកទុក្ខបានពលត្រូវអរិយមគ្គអរិយផលនិងព្រះនិព្វាននៅក្នុងចិត្តជាបច្ចុប្បន្នមានដូចជាសោតាបនៈបុគ្គលជាដើមគឺកម្រឃើញមានណាស់នៅក្នុងបច្ចុប្បន្នកាលនេះសរុបសេចក្តីមកការយោគីចម្រើនចិត្តដោយកិច្ចបរិបត្តិរហូតដល់មានចិត្តតាំងមាំក្នុងខនិកសមាធិឧបចារសមាធិបឋមឈានទុតិយឈានតតិយឈានចតុតឈានជាដើមគឺសីលវិសុទ្ធិនិងចិត្តវិសុទ្ធិបានកើតមានឡើងមកធ្វើជាបុព្វភាជាសមុដ្ឋានគឺធ្វើជាហេតុខាងដើមនៃឧត្តមវិបស្សនានោះពីព្រោះថាអកុសលនិវរណធម៌5គឺជាធម៌ជាគ្រឿងវារាំងដល់វិបស្សនាបញ្ញាត្រូវបានគ្របសង្កត់ឲ្យទ្រោមចុះទៅអស់ហើយទើបចិត្តនោះក៏មានសភាពថ្លាច្បាស់ស្រឡះល្អយ៉ាងបរិសុទ្ធនៅក្នុងសមាធិចិត្តគឺចិត្តតាំងមាំនីមួយទាំងនោះគឺយោគីត្រូវបដូរអារម្មណ៍ព្រះកម្មដ្ឋានពីអារម្មណ៍មโนបនិច្ឆានមកជាលក្ខណូបនិច្ឆានហើយបន្តធ្វើបរិកម្មឬធ្វើយោនិសោមនសិការៈដែលគឺជាការធ្វើទុកក្នុងចិត្តដោយឧបាយត្រូវទំនងគឺចិត្តនិមិត្តដែលមានលក្ខណៈជាអនិច្ចំទុក្ខំអនត្តានឹងកើតមានឡើងទៅតាមឧបនិស្ស័យនិងអធ្យាស្រ័យរបស់យោគីម្នាក់ដែលមានលក្ខណៈផ្សេងគ្នាមិនដូចគ្នានោះទេសម្រាប់យោគីដែលមានអន្ត្រីចាស់ខ្លាមានបុណ្យបានសន្សំទុកមកគ្រប់គ្រាន់វិបស្សនាញាណនឹងកើតឡើងមកតាមលំដាប់លំដោយមកធ្វើជាបច្ច័យដល់គ្នានឹងគ្នាពុំមានគ្រឿងរារាំងនោះទេដូចជា1នាមរូបបរិច្ឆេទញាណគឺជាបញ្ញាដែលកំណត់ដឹងនាមរូបដាច់ដោយឡែកពីគ្នា2បច្ច័យបរិក្ខហញាណគឺជាបញ្ញាដែលដឹងហេតុបច្ច័យរបស់នាមរូប3សមសនញាណគឺជាបញ្ញាដែលឃើញច្បាស់នាមរូបក្នុងអតីតបច្ចុប្បន្នអនាគតសុទ្ធតែមានលក្ខណៈសាមញ្ញដូចគ្នាគឺអនិច្ចំទុក្ខំអនត្តាទាំងអស់ការកើតឡើងនៃសមសនញាណនេះនឹងជាបច្ច័យដល់វិបស្សនូបកិលេសទាំង10បានកើតឡើងដូចជាអ
អោភាសោញាណៈបៃតេបស្សទ្ធិសុខੰអធិមោខោបកៈហោឧបដ្ឋានੰឧបេខានិងនិកន្តេការចិត្តបានពាល់ត្រូវសភាវៈលក្ខណៈរបស់វិបស្សនូបកិលេសទាំង10នេះមួយឬច្រើនគឺពោលចំពោះតែយោគីអង្គណាដែលមានបញ្ញាទុនខ្ចីមានបុណ្យបានសន្សំទុកមកមិនគ្រប់គ្រាន់ក៏កើតជាភ្លើតភ្លើនចិត្តប្រកាន់ជាប់ស្អិតយ៉ាងមាំមួនដោយអំណាចមេនះតណ្ហានិងទិដ្ឋិក៏ព្រោះតែមានការយល់ច្រឡំថាបានសម្រេចសច្ចធម៌រួចហើយឬក៏គិតថាមានតែអាត្មាអញនោះទេដែលមានចំណេះមានបញ្ញាលើសគេម្ល៉េះហើយក៏កើតមានអំនួតមានអ្នកទិដ្ឋិរឹងត្អឹងជាប់ស្អិតជាប់ចិត្តជាប់អារម្មណ៍យ៉ាងក្រៃលែងឈប់ស្ដាប់នរណាឈប់ស្ដាប់អាចារ្យលើកខ្លួនឯងខ្ពស់ដូចជាដងទង់តាំងខ្លួនជាអង្គនេះជាអង្គនោះជាដើមពិតជាគួរឲ្យសង្វេគក្រៃពេកណាស់ពោលចំពោះយោគីណាដែលមានបញ្ញាចាស់ខ្លាមានបុណ្យបានសន្សំទុកមកគ្រប់គ្រាន់គឺវិបស្សនូបកិលេសទាំង10នោះមិនអាចនឹងគ្របសង្កត់ចិត្តបានឡើយគឺនឹងមានបញ្ញាបានឃើញច្បាស់តាមសេចក្តីពិតថារាល់សង្ខារធម៌ទាំងឡាយសុទ្ធតែមានលក្ខណៈកើតហើយរលត់ទៅជាធម្មតាទាំងអស់ហើយក៏មិនជាប់ចិត្តមិនជាប់អារម្មណ៍ចំពោះសភាវៈលក្ខណៈរបស់វិបស្សនូបកិលេសទាំង10នោះឡើយទើបជាបច្ច័យនាំឲ្យឧត្តយបយញ្ញាណចាស់ខ្លាបានកើតឡើង4ឧត្តយបយញ្ញាណគឺជាបញ្ញាដែលឃើញច្បាស់ថានាមរូបកើតហើយរលត់ទៅជាធម្មតា5ភង្គញ្ញាណគឺជាបញ្ញាដែលឃើញតែសេចក្តីរលត់បែកធ្លាយរបស់នាមរូប6ភយតោបដ្ឋានញ្ញាណគឺជាបញ្ញាដែលឃើញថានាមរូបជាភ័យគួរភ័យខ្លាច7អតិនវញ្ញាណគឺជាបញ្ញាដែលឃើញទោសរបស់នាមរូបគួរឲ្យតក់ស្លុត8និព្វទាញ្ញាណគឺជាបញ្ញាដែលនឿយណាយធុញទ្រាន់ចំពោះនាមរូប9មញ្ញតោកម្មយតាញាណគឺជាបញ្ញាដែលត្រូវការឲ្យផុតចាកនាមរូប10បដិសង្ខារញាណគឺជាបញ្ញាដែលរកឧបាយនាំឲ្យផុតចាកនាមរូប11សង្ខារូបេខាញាណគឺជាបញ្ញាដែលប្រងើយកន្តើយចំពោះនាមរូប12អនុលោមញាណគឺបញ្ញាដែលអនុលោមឲ្យឃើញអរិយសច្ចធម៌4 13កោត្រភូញាណគឺជាបញ្ញាដែលធ្វើនិព្វានអារម្មណ៍ឲ្យប្រកបគឺធ្វើកិច្ចឆ្លងកោតពុទ្ធជនចូលកាន់កោតព្រះអរិយបុគ្គល14មគ្គញាណគឺជាបញ្ញាដែលប្រហារកិលេសឲ្យដាច់ជាសមុច្ឆេតបហានៈ15ផលញាណគឺជាបញ្ញាដែលសោយនិព្វានអារម្មណ៍ជាផលរបស់អរិយមគ្គ16បច្ចវេកនញ្ញាណគឺជាបញ្ញាដែលពិចារណាមគ្គផលព្រះនិព្វានកិលេសដែលនៅសល់និងកិលេសដែលលះហើយ